តើភូមិនិងថៃអាចប៉ះគ្នាទេមេងលីសុកតាំងពីខ្ញុំធ្លាប់រស់នៅប្រទេសថៃទល់មុខឡាវនឹងជាប់ភូមិមិនសូវប៉ះទង្គិចគ្នាទេរវាងកងទ័ពថៃនិងកងទ័ពភូមិឬកងទ័ពថៃនិងកងទ័ពឡាវនឹងមិនសូវជាប៉ះនឹងគ្នាទេណាចៅណាមិនមានអីប៉ះនឹងគ្នាទេអ្វីដែលចៅលើកឡើងមកនិយាយដដែលនេះពីព្រោះចៅមិនចេះទទួលព័ត៌មានត្រឹមត្រូវទេគឺចៅច្រើនទទួលព័ត៌មានคล้ายៗហើយចៅចេះតែលើកយកព័ត៌មានคล้ายៗហ្នឹងមកនិយាយការដែលចៅអត់ទទួលបានព័ត៌មានត្រឹមត្រូវហើយចៅអត់ស្គាល់ភូមិសាស្ត្ររបស់ទឹកដីនៃភូមិណាចៅអត់ស្គាល់ទឹកដីភូមិហើយអត់ដឹងថាព្រំដែននឹងវាយ៉ាងម៉េចហ្នឹងដូច្នេះចេះតែសួរណាសួរហើយសួរទៀតអំពីរឿងថាភូមិនិងថៃនឹងប៉ះគ្នាដែលតាមការពិតថៃនិងភូមិនឹងវាមិនសូវប៉ះគ្នាទេកូនពួកថៃតាំងពីដើមរៀងមកទៅនឹងពេលថ្មីទេដែលច្បាំងជាមួយខ្មែរយើងពីដើមមកមិនសូវទេអញ្ចឹងបើចង់ស្គាល់នៅភូមិសាស្ត្ររៀនមើលផែនទីតាមទៅបើអត់មើលផែនទីទេចេះសួរប៉ាតណាប៉ាតណីហ្នឹងកូនចេះតែសួរប៉ាតណាប៉ាតណីមានន័យថាយើងល្ងងខ្លួនយើងចេះសួរមិនបានភូមិឡាវអីប៉ះជាមួយថៃទេយើងល្ងងកាលណាយើងហាមាត់មកយើងគេដឹងថាយើងនឹងភ្លើយើងចេះតែនិយាយយើងអត់ដឹងរឿងហើយអានោះហើយដែលទឹកដីយើងការពារអត់បានព្រោះយើងល្ងងណាកូនណាអញ្ចឹងបញ្ជាក់ណាបើចង់ដឹងទេងផែនទីវឹកបាទហើយបើខ្ជិលទេងផែនទីកុំសួរព្រោះការដែលយើងសួរដោយល្ងីល្ងើកាលណាយើងសួរដោយល្ងីល្ងើពួកថ្ងាស់យើងសួរដោយល្ងីល្ងើពួកថ្ងាស់យើងចេះតែសួរហើយយើងទទួលព័ត៌មានមិនត្រឹមត្រូវយើងទទួលព័ត៌មានមិនច្បាស់លាស់ហើយយើងចេះតែសួរល្ងីល្ងើណាអ្នកដតីគេឮសូរយើងសួរគេសើចពីព្រោះគេដឹងថាយើងនឹងវាល្ងងអញ្ចឹងកុំសួរប្រេះផ្ដាស់ត្រូវមើលឲ្យត្រឹមត្រូវក្នុងផែនទីមើលឲ្យត្រឹមត្រូវឧទាហរណ៍ថាវាមានបញ្ហាអីដែលថៃវានិយាយក្នុងកសែតវាយើងទៅមើលផែនទីហ្នឹងកុំចេះតែសួរកាលណាយើងល្ងងខ្លៅយើងល្ងីល្ងើនឹងរឿងអ្នកដតីរឿងរបស់យើងក៏ល្ងីល្ងើដែរចា៎ប្រទេសសៀមវាមិនសូវប៉ះជាមួយប្រទេសណាទេក៏ប៉ុន្តែវាតែងតែដាក់ទ័ពវានៅតាមព្រំដែនជានិច្ចហើយទស្សនៈរបស់កងភូមិន្ទថៃគឺវាតែងតែផ្សព្វផ្សាយថាទឹកដីថៃនេះគឺការពារដោយកងទ័ពថៃចំណែកអំណាចនៅលើដែនដីទី1គេឲ្យស្ដេចធំតែស្ដេចមិនកាន់អំណាចទេទី1គឺស្ដេចធំទី2គឺកងទ័ពហើយកងទ័ពហ្នឹងក្នុងចំណោមកងទ័ពទាំង4ប្រភេទមានតែទ័ពជើងគោកមួយទេធំជាងគេទ័ពជើងគោកហ្នឹងធំជាងគេគឺថាស្អីក៏ដោយក៏ទ័ពជើងគោកគេអ្នកចាត់ចែងដែរអញ្ចឹងឈប់សួរនាំគេសើចបើយើងដូចអត់ដឹងអីសោះសូម្បីតែទឹកដីយើងក៏យើងអត់ដឹងដែររៀនអត់មានសួរតែតិចប៉ះអីអត់មានទេយើងកុំសួរពីព្រោះយើងល្ងងហួសហេតុពេកយើងអត់ស្គាល់ទឹកដីយើងអត់ស្គាល់ភូមិសាស្ត្រណាតើពូគិតថាពួកទាហានថៃអាចប្រើឲ្យថាក់សិនចរចាជាមួយសម្ដេចពុកដើម្បីប្រយោជន៍សេដ្ឋកិច្ចទេមករាសួរខ្ញុំគិតថាទំនាក់ទំនងរវាងលោកហ៊ុនសែននិងលោកតាក់សិនទៅអនាគតនឹងមានទំនាក់ទំនងឡើងវិញខ្ញុំគិតថាទំនាក់ទំនងរវាងលោកហ៊ុនសែននិងលោកតាក់សិននឹងកើតមានឡើងវិញហើយបើកើតមានឡើងវិញក៏មិនប្លែកដែរពីព្រោះវាជាទំនាក់ទំនងរវាងមនុស្សសំខាន់និងមនុស្សសំខាន់អូខេកូនលោកតាភូមិមានកម្លាំងយោធាខ្លាំងដែរមិនបានច្បាំងចាញ់អង់គ្លេសតុងចៅអត់ស្គាល់ភូមិទេដែលសួរនេះគឺចៅអត់ស្គាល់ភូមិណាកូនណាអញ្ចឹងរកសិភៅអំពីភូមិរៀនចៅសួរហ្នឹងស្មានទេចៅអត់ស្គាល់ណាអូខេតុងMr. Dai ថៃមិនអាចឈ្នះកម្ពុជាយើងទេលោកតាព្រោះនៅស្រុកខ្មែរសម្បូរមនុស្សប៉កែនៅពេលបច្ចុប្បន្នអូខេអរគុណជាព័ត៌មានបានណា
លោកតាខ្ញុំឃើញលោកតាបង្ហោះរូបភាពអនុស្សាវរីយ៍កាលពីក្មេងឃើញមុខរបស់លោកតាមើលទៅស្តៀងនឹងឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានអូខេខ្មែរយើងអត់យល់ដែរនឹងដែលតែស្រឡាញ់ជាតិអូខេមែនទេសរសេរយូរទៅវាលែងដឹងអីណាចេះតែបដៅទៅទេតាមពិតនោះគ្មានរឿងអីទេហេងវណ្ណាសូមជួយបញ្យល់អំពីសង្គ្រាមឆ័ត្រប្រាប់ចៅបន្តិចបានទេសង្គ្រាមឆ័ត្រគឺគេនិយាយអំពីរឿងមួយដែលបានកើតឡើងនៅខែកក្កដាឆ្នាំ1942បើតាមខ្ញុំចាំវាកើតនៅក្នុងខែកក្កដាឆ្នាំ1942រឿងហ្នឹងវាកើតឡើងណាវាកើតឡើងនៅខែកក្កដាឆ្នាំ42រឿងហ្នឹងវាកើតឡើងនៅខែកក្កដាអញ្ចឹងចាំខ្ញុំមើលឲ្យរឿងសង្គ្រាមឆ័ត្រណារឿងសង្គ្រាមឆ័ត្រហ្នឹងវាកើតឡើងនៅខែកក្កដាឆ្នាំ42អូខេរឿងហ្នឹងវាកើតឡើងនៅឆ្នាំ42ឆ្នាំ1942វាកើតឡើងណាវាកើតឡើងនៅឆ្នាំ1942វាកើតនៅថ្ងៃទី20ខែកក្កដាអញ្ចឹងខ្ញុំចាំទៅណាវាកើតនៅឆ្នាំ1942ខែកក្កដាថ្ងៃទី20ដែលបានសរសេរនៅក្នុងសៀវភៅរបស់លោកប៊ុនច័ន្ទមុលមានចំណងជើងថាគុកនយោបាយលោកប៊ុនច័ន្ទមុលបាននិយាយអំពីក្រោយពីការចាប់លោកគ្រូអាចារ្យហែមជាវនៅខែកក្កដាឆ្នាំ1942លោកសៅងប់ថាញ់បានរៀបចំបាតុកម្មមួយនៅទីក្រុងភ្នំពេញដែលក្រោយមកបាតុកម្មនឹងក៏ប៉ះទង្គិចជាមួយនឹងបាតិសង្ឃហើយព្រះសង្ឃដែលធ្វើបាតុកម្មនឹងយកឆ័ត្ររុកពួកនគរបាលយកឆ័ត្ររុកពួកនគរបាលក៏គេកំណត់ដោយពួកកុម្មុយនីសវាកំណត់ថាជាសង្គ្រាមឆ័ត្រតែប៉ុណ្្នឹងឯងវាកើតនៅថ្ងៃទី20ខែកក្កដាឆ្នាំ1942ប៉ុណ្្នឹងឯងកូនណាហ្នឹងរឿងសង្គ្រាមឆ័ត្រណារឿងសង្គ្រាមឆ័ត្រហ្នឹងសរសេរនៅក្នុងសៀវភៅគុកនយោបាយរៀបរៀងនិពន្ធដោយលោកប៊ុនច័ន្ទមុលលោកតាបើសង្គ្រាមកម្ពុជាថៃកើតម្ដងទៀតហើយឧទាហរណ៍កម្ពុជាបាត់បង់ដីបន្តទៀតតើគណៈបកប្រជាជនអាចបាត់សន្លឹកឆ្នោតទេរឿងនេះជារឿងទោះបាត់សន្លឹកឆ្នោតក៏គណៈបកប្រជាជននៅតែកាន់អំណាចនៅកម្ពុជាដែរពីព្រោះអ្វីពីព្រោះវាអត់មានគណៈបកនយោបាយណាមួយមានលទ្ធភាពច្បាំងយកដីមកវិញទេវាអត់មានគណៈបកនយោបាយណាមួយរួមទាំង23អាចឆ្កែរបស់អារាំងស៊ីក៏អត់មានសមត្ថភាពច្បាំងយកដីមកវិញទេបើវាអត់មានសមត្ថភាពច្បាំងយកដីមកវិញទេវាអត់មានអ្នកណាដែលមកការពារទឹកដីទេកូនអត់មានទេវាមានតែគណៈបកប្រជាជនវាមានតែគណៈបកប្រជាជនណាកូននឹងចឹងវាមានតែគណៈបកប្រជាជនណាតាខ្ញុំជួអាចអត់ចាញ់ធ្វើម៉េចរឿងគ្រានអាចហ្នឹងណាហើយនៅចិត្តអញវាយណាអញយកអាចគ្រានញាត់មាត់ប៉ុន្តែឥឡូវតាប្រាប់ពីរឿងគ្រានអាចនៅស្រុកខ្មែរបើសិនជានៅស្រុកស្រែឬក៏មិនដឹងទៅរកឆ្នាំអីអំពិលទុំយកមកដាំទឹកក្តៅទៅកូរឲ្យវាចេញជាតិអំពិលទុំមកហើយស្រង់យកគ្រាប់វាចេញណាអូខេហើយបើនៅចិត្តហ្នឹងមានកន្ទក់ណាដាក់កន្ទក់មកលព្រាបាយលីងឲ្យវាឆ្អិនទៅដាក់ទៅហើយកូរទឹកផឹកទៅរៀបមកហើយអាហ្នឹងមួយណាហ្នឹងមួយទៀតបើសិនណាជា
គេមានពងត្រីកន្ធរប្រឡាក់ទិញពី3មកហើយចំហុយឬក៏ចៀនញ៉ាំមួយបាយញ៉ាំមួយបក៏បានដែរញ៉ាំទៅវារាកណាវារាកហើយបើសិនជាមានប្រសក់យើងសក់តូចដោយសក់ធំដោយសក់ស្រួយដោយសក់មិនស្រួយដែរណាយកមកហាន់វាមកទៅហើយបុកវាទៅហើយទាំងកាកទាំងអីហ្នឹងយើងផឹកទៅក៏រាកដែរហើយបើក្តៀនក្មេងទៅក្តៀនឧទាហរណ៍ថាទារកចាប់ពីអាយុ3ខែឡើងទៅដល់1ឆ្នាំវាជួអាចអត់ចាញ់បើវាជួអាចអត់ចាញ់មើមខ្ញីយើងណាមើមខ្ញីស្ងួតមើមខ្ញីចាស់ក៏ល្អបើអត់មានទេមើមខ្ញីខ្ចីស្រស់ហ្នឹងក៏បានយើងយកក្បាច់ចាត់វាកោសវាឲ្យវាធំខ្លាំងមកហើយធ្វើដូចចលួញអញ្ចឹងហើយយកវាទៅញុលនឹងរុនគូតយើងញុលនឹងរុនគូតណារុនគូតទារកហ្នឹងណាចាប់ពីអាយុ3ខែមកហ្នឹងយើងញុលវាទៅវាប្រាំងវាជីបអូតយើងញុលវាទៅបានប្រយ័ត្នវារាកមកត្រូវខ្លួនវាចាច់អាចមកអូខេអាហ្នឹងគឺអញ្ចឹងហ្នឹងបែងគ្រានអាចឯងក៏មកសួរអញប្រែតានៅចិត្តអញយកអាចញាត់មកឯងព្រោះឯងមកកំ pl ុកកំ pl ែងជាមួយអញប៉ាក់ប្រាប់ពីរឿងក្តៀនអាចឆ្នាំរាអាចហ្នឹងអញ្ចឹងអូខេហ្នឹងអញ្ចឹងអញព្យាបាលក្មេងនៅស្រុកថៃស្រុកអីអញព្យាបាលអញប្រើតែអញ្ចឹងទេណាអូខេអាហ្នឹងអញ្ចឹងណាចៅអាហ្នឹងអញដឹងឯងមកនិយាយបន្ទាប់ឡើងមកអញនៅចិត្តអញយកអាចញាត់មកឯងផ្លប់ណាតែបើចង់ដឹងពី constipation អញប្រាប់អូខេ random ណាតារៀនវិស្វកម្មអគ្គិសនីល្អតែកុំសួរតែមកទៅរៀនទៅខ្ញុំកំពុងស្ទាក់ស្ទើររឿងទីផ្សារលោកតាជួយណែនាំផងបានទេតើទីផ្សារអឺរ៉ុបប្រទេសណាល្អសម្រាប់ clothing brand បែប lifestyle ដូចជា England អីជាដើមVolunteer Rich ចៅឯងមិនមែនជាអ្នកនាំសម្លៀកបំពាក់ទៅអឺរ៉ុបទេបើតាមមើលទៅចៅឯងមិនមែនជាសហគ្រិនធំដុំអីជា garment factory owner អីនាំចេញទៅអឺរ៉ុបទេសំណួរនេះមិនដឹងជាចៅចង់បានអីចង់ដូចម្ដេចមិនច្បាស់ណា clothing brand ពាក្យហ្នឹងបែប lifestyle សូម្បីតែ khao sleep ក៏ lifestyle ដែរកូនអញ្ចឹងកូនឯងពិតជាចង់ដឹងរឿងអីចៅពិតជាចង់ដឹងរឿងអីតាដូចជានៅមិនយល់ណាវាសួរពីភូមិវាយថៃព្រោះយកភាពស្អប់មកសួរវាចង់ឲ្យភូមិវាយថៃទៅវាអស់ចិត្តភូមិក៏ធ្វើអីថៃមិនបានដែរវាលក្ខណៈភូមិសាស្ត្រភូមិគ្មានត្រូវការឆ្លៀនពេលថៃហើយថៃវាអត់ត្រូវការឆ្លៀនពេលភូមិតែថៃវាត្រូវការឆ្លៀនពេលយើងត្រូវព្រួយបារម្ភថៃវាឆ្លៀនពេលយើងភារមតាធ្វើដូចម្ដេចគេស្រឡាញ់ច្រើនរៀនឲ្យពូកែមុតទឹកឲ្យស្អាតកាត់កញ្ចក់ដៃកុំផាត់កុំជក់កុំដើរឈូសដៃពូកែការងារពូកែរៀនហើយមុតទឹកឲ្យស្អាតខ្លួនកាត់ចក់ដៃឲ្យស្អាតខ្វះអាចតិចហើយដុសធ្មេញកុំឲ្យវាស្អុយមាត់គេស្រឡាញ់ហើយហើយកូនណាតក្កវិជ្ជាក្រសួងបញ្ចូលក្នុងកម្មវិធីសិក្សាតាំងពីថ្នាក់ទី10អរគុណខ្មែរមិនសូវយល់ការស្ដាប់ទេព្រោះភាគច្រើនមិនដែលអានសៀវភៅអញ្ចឹងហើយពេលគេនិយាយអីក៏ថាគេឌឺដងអរគុណចំណុចនេះខ្ញុំចាប់អារម្មណ៍ដូចគ្នាលោកតាអូយលឿនដល់ហើយចាំឈ្មោះគ្រូមិនចាំវាមិនសូវសំខាន់ទេសំខាន់សិស្សគ្រប់រូបរៀនចេះឬទេបាទទៅហើយមិនបានអ្នកធ្វើការរដ្ឋសម្ដីអាក្រក់ម្លេះពីព្រោះគេយល់ថាគេជាមនុស្សមានអំណាចនៅសហរដ្ឋអាមេរិកក៏អញ្ចឹងដែរនៅសហរដ្ឋអាមេរិកជាពិសេសបងម៉ៅនៅពេលដែលគាត់ធ្វើការរដ្ឋសម្ដីគាត់ដូចចេះអាចតឹងកថាអញ្ចឹងពីដើមខ្ញុំរស់នៅទីក្រុងញូវយ៉កខ្ញុំទៅប្រៃសណី
មនុស្សធ្វើការនៅប្រៃសណីអាចទាំងកថាតែក្រោយមកអាក្រសួងប្រៃសណីហ្នឹងវាខាតឡងចង់ទៅបានពួកធ្វើការប្រៃសណីហ្នឹងចេះរាក់ទាក់ចេះបម្រើសេវាកម្មពីដើមឆ្លើយណាស់កូនអូសំដីវាដូចអាចទាំងកថាជាពិសេសបងម៉ៅឆ្នាំ81 82 83 84ណាដូចអាចទាំងកថាអញ្ចឹងនៅមន្ទីរប្រៃសណីដូចនៅញូវយ៉កដូចអាចទាំងកថានៅរដ្ឋគេដតីល្អនៅគណៈរិខិតនៅអីគេល្អនៅញូវយ៉កដូចអាចទាំងកថាហើយការិយាល័យសង្គមកិច្ចដូចអាចនឹងកថាអញ្ចឹងឥឡូវនេះនៅខាងខ្ញុំនេះមានជួបខ្លះនៅមន្ទីរយកបានបាត់បងហើយអត់មានអ្នកណាទេគឺបងនឹងគាត់អត់សូវនេះទេបងនឹងបងណាបងនឹងគាត់កាលណាគាត់បានធ្វើកិច្ចការរដ្ឋសម្ដីគាត់ដូចអាចនឹងកថាអញ្ចឹងជាពិសេសតែបងតែដោយសារតែរដ្ឋហ្នឹងគេចេះតែកែប្រែទៅក៏សម្ដីហ្នឹងក៏ចេះរៀបចំទៅអូខេនេះគឺជារឿងនិយាយលើកដំកើងខ្មែរដែលជាអត្តសញ្ញាណរបស់ខ្មែរពីបុព្វេស្ដាប់អត់បានដឹងចង់ថាម៉េចលោកតាខ្ញុំរៀននៅសាកលវិទ្យាល័យជំនាញ Computer Science ឆ្នាំទី1ប៉ុន្តែខ្ញុំមិនទាន់ដឹងថាត្រូវចាប់យកផ្នែកខាងអ្វីហើយចាប់ផ្ដើមពីណាទៅណាទេឆ្នាំទី1រៀនតាមគេបង្រៀនអត់មានគិតលើសទេដែលចៅឯងនិយាយនេះចៅឯងចង់គិតលើសគ្រូអត់ទាន់ទេឆ្នាំទី1ត្រូវរៀនកាលណាយើងចូលរៀនគ្រូប្រាប់កាលវិភាគហើយនឹងផ្ដល់នៅព័ត៌មានថាតើសៀវភៅអីនៅក្នុងឆមាសទី1ត្រូវមានសៀវភៅអីហើយត្រូវរៀនប៉ុន្មាន credit គ្រូប្រាប់យើងស្ដាប់តាមគ្រូហើយធ្វើតាមគ្រូហើយរៀនអានោះតែរបៀបចៅឯងនិយាយនេះចៅឯងចង់ចេះជាងគ្រូចៅឯងចេះជាងគ្រូមិនចៅឯងទៅរៀនឆ្នាំទី1តែប្រទេសណាមានប្រព័ន្ធអប់រំល្អជាងគេណារិនសួរប្រទេសដែលមានប្រព័ន្ធអប់រំល្អគេអត់ប្រើពាក្យថាជាងគេទេប្រទេសដែលមានប្រព័ន្ធអប់រំល្អមានច្រើននៅក្នុង199ប្រទេសប្រហែលជាជិត100ប្រទេសមានប្រព័ន្ធអប់រំល្អតែគេមិនប្រើពាក្យថាល្អជាងគេទេល្អហើយដូចម្ដេចបានគ្មានពាក្យថាល្អជាងគេពីព្រោះការអប់រំវាអាស្រ័យទៅលើតម្រូវការធនធានមនុស្សនៅក្នុងប្រទេសហ្នឹងបើគេកសាងសេដ្ឋកិច្ចគេបានវាល្អដូចឧទាហរណ៍ពួកចិនវាបង្អាប់អាមេរិកវាថាប្រព័ន្ធអប់រំអាមេរិកអត់ល្អវាល្អជាងទោះបីវាយ៉ាងណាក៏អាចិននៅតែមករៀនអាមេរិកអញ្ចឹងវាគ្មានអាចក្តយទេមិនដែលឃើញអាចិនណាឈប់មករៀនអាមេរិកផងអញ្ចឹងឯងអួតទៅណាក៏ទៅមួយដែរវាអួតតាំងពីK12 វាអួតតាំងពី colleges វាអួតតាំងពី universities វាអួតរហូតប៉ុន្តែវាមិនដែលឈប់បញ្ជូនមនុស្សមករៀនអាមេរិកទេហើយជនជាតិចិននៅតែតម្រង់ជួរឡើងវែងដាក់ពាក្យអញ្ចឹងទោះបីវានិយាយក៏ដោយចាត់ទុកថាជាមកមីក្តោទេអាចិនវាចូលអញ្ចឹងចំណែកជប៉ុនអត់ដែលនិយាយថាប្រព័ន្ធអប់រំខ្លួនល្អជាងអាមេរិកទេនៅស្ងៀមគិតទៅរៀនចំណែកកូរ៉េអត់និយាយទេចំណែកតៃវ៉ាន់អត់និយាយតែតាចិនដៃគោកអួតចុយម៉ែអួតណាអញ្ចឹងណាលោកតាតើក្នុងប្រព័ន្ធអប់រំមានមុខវិជ្ជាណាខ្លះមិនសូវមានប្រយោជន៍អត់អញ្ចឹងទេសួរនឹងខុសទេកូនដូចតាមបាននិយាយខាងលើបើចៅរៀនថ្នាក់ទី8ក្រសួងអប់រំគេមាននិយមគ្រូកោសល្យគេត្រូវបង្រៀនអីបើចៅចូលឆ្នាំទី1មុខវិជ្ជាអ្វីនិយមគ្រូកោសល្យគេត្រូវតម្រូវឲ្យបង្រៀនអ្វីប៉ុន្មាន credit តែចៅសួរនេះចៅចង់ចេះជាងគ្រូមែនទេកុំចេះជាងគ្រូបើចៅចូលរៀនសង្គមវិទ្យាគេបង្រៀនយ៉ាងម៉េចបើចៅចូលរៀនវិទ្យាសាស្ត្រនយោបាយគេបង្រៀនយ៉ាងម៉េចបើចៅចូលរៀនខាងគណិតសាស្ត្រគេបង្រៀនយ៉ាងម៉េចវាមាននិយមគេហើយសិភៅសុំបីតមុខវិជ្ជាណាកម្រាស់ប៉ុណ្ណឹងសុំបីតមុខវិជ្ជាកម្រាស់ប៉ុណ្ណឹងអញ្ចឹងវាមិនមែនចៅជាអ្នកមកគិតអីណាមុខវិជ្ជាណាល្អជាងគេមុខអីមុខវិជ្ជាណាមានប្រយោជន៍ជាងគេមិនមែនចៅទេបើចៅចូលរៀនមហាវិទ្យាល័យគណិតសាស្ត្រនិយមគ្រូកោសល្យយ៉ាងម៉េចដែលខ្មែរដែលចៅហៅវិញ្ញាសាណាអាហ្នឹងគឺជានិយមគ្រូកោសល្យបន្ទាប់មកទៀតបើចៅ
ចូលរៀនខាង AI និយមគេយ៉ាងម៉េចអានេះគ្រាន់តែមុខវិជ្ជាណាមើលណាគ្រាន់តែមុខវិជ្ជាណាប៉ុណ្ណឹងនឹងគ្រាន់តែមុខវិជ្ជាណាចៅមិនមែនចៅជាអ្នកវិនិច្ឆ័យថាអាណាមានប្រយោជន៍អាណាអត់ប្រយោជន៍ទេយើងរៀនតាមតម្រូវវិញ្ញាសាបើយើងរៀនជាងឈើយើងមិនមែនទៅសួរទេពន្លាកដៃដាប់ដៃស្វានបន្ទាត់ឈើកែងណាមួយមានប្រយោជន៍អត់ទេនឹងគឺជាឧបករណ៍ជាងឈើកុំចេះជាងគ្រូអានោះមានន័យថាយើងរៀនមិនទាន់ចេះទេប៉ុន្តែយើងចេះជាងអ្នកបង្រៀនមិនអញ្ចឹងទេមិនអញ្ចឹងទេគេអត់សួរអញ្ចឹងទេណាកូនណាឥឡូវតទៅទៀតតើគួររៀបចំជីវិតបែបណាបើយើងដឹងថាសង្គមមួយមានការជិះជាន់ដែលមិនអាចរើបំរះបានដំបូងយើងត្រូវរៀនសង្កេតថាអ្វីជាការជិះជាន់យើងរៀនសង្កេតបើយើងអាយុប្រហែលហើយយើងនៅស្រុកភូមិណាយើងរៀនសម្គាល់ថាអ្វីជាការជិះជាន់ហើយយើងរៀនគិតថាតើយើងអាចគេចចេញពីការជិះជាន់នឹងបានទេបើគេចបានយើងគេចចុះបើគេចមិនបានតើយើងអាចសម្រាលការជិះជាន់នឹងឬទេបើសម្រាលបានយើងសម្រាលណាតើយើងអាចដូរកន្លែងចេញពីការជិះជាន់នឹងបានឬទេយើងចេះគិតបន្តិចណាតែប៉ុណ្ណឹង